សានខេត្តព្រះវិហារកំពុងឈួរទ្រឹងសម្លឹងយ៉ាងរឹងមាំពីប្រាសាទព្រះវិហារដែលសាងនាកណ្ដាលជួរក្នុងដងរៃដែលបានបែងចែកទុកកម្ពស់625ម៉ែត្រពុះត្រដែតចាត់ចែងដោយមហិទ្ធិឫទ្ធិមនុស្សរាឆ្ងាយចិត្តនាំគ្នាក្រោកស្មុគស្ងាយតំណែងគោរពជាទីសក្ការៈបានស្គាល់គ្រប់ជាន់ឋានៈថាជាប្រាសាទព្រះវិហារដ៏ពិសិដ្ឋរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់មិនយូរប៉ុន្មានសត្វត្រូវជាលៀងពីងរុករៀបទៅតាមចំបានប្រាសាទព្រះវិហារជាច្រើនលើកច្រើនសាតែត្រូវបរាជ័យដោយកណ្ដាប់ដៃ